របស់គាត់នឹងបីព្រះធម៌ជាពិសេសព្រះបព្វជ័យបមន្តត្រូវបានពួរនាថាជាស្រីដែលមានចរិតរឹងមាំនិងភាពឃ្លាខ្លាខាងសាសនាតែបានជាឥទ្ធិពលយ៉ាងខ្លាំងដល់ជំនឿរបស់ព្រះបព្វជ័យបមន្តរបងព្រះបង្រៀនព្រះពុទ្ធសាសនានិងការលើកស្ទួយវប្បធម៌នៃការលះបង់សាណាត្រូវបានគូបញ្ជាក្នុងគម្ពីរប្រវត្តិសាសនាសរុបមកគឺជាការគោរពនិងអបអរដែលជ្រាលជ្រៅមួយអធរិយរបស់ទ្រង់មានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតជំនឿយំតាមព្រះកានិខាហូរិយោបកតគឺជាឧបករណ៍ក្នុងការអក្សរព្រះពុទ្ធសាសនាការលះបង់របស់គាត់ចំពោះព្រះធម៌និងការគ្រប់គ្រងរបស់ព្រះអង្គយំតាមព្រះកានិខាហូរិយោបកតក្នុងការអក្សរព្រះពុទ្ធសាសនាការលះបង់របស់ចំពោះព្រះធម៌